ឧបករណ៍វិភាគបញ្ហាហិរញ្ញវត្ថុគោលគំនិតនិរន្តរភាពហិរញ្ញប្បទានក្នុងការបង្កើតការផ្តល់សេវាប្រកបដោយនិរន្តរភាពជាការសំខាន់ក្នុងការបែងចែកធនធានរវាងការចំណាយលើដើមទុនដំបូងនិងថ្លៃចំណាយជាប្រចាំថ្លៃចំណាយជាប្រចាំគឺជាថ្លៃចំណាយនៃការថែទាំនិងដំណើរការសេវាកម្មឬកម្មវិធីនៅពេលដែលការវិនិយោគដំបូងត្រូវបានបញ្ចប់ត្រូវបានស្គាល់ថាជាការចំណាយលើដើមទុនដំបូងតើធ្វើដូចម្តេចដើម្បីបែងចែកធនធានរវាងដើមទុនដំបូងនិងថ្លៃចំណាយជាប្រចាំឲ្យបានត្រឹមត្រូវតើការផ្ដល់សេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទមូលដ្ឋានត្រូវចំណាយប៉ុន្មានកម្រិតអបបរមាសម្រាប់ការចំណាយលើសេវាផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទមូលដ្ឋានប្រកបដោយនិរន្តរភាពវាមានអត្ថប្រយោជន៍សម្រាប់ការរៀបចំផែនការនិងការត្រួតពិនិត្យថវិកាប្រកបដោយប្រសិទ្ធភាពការចំណាយជាក់ស្ដែងប្រែប្រួលទៅតាមបរិបទនិងទីកន្លែងផ្សេងៗគ្នាការបែងចែកការចំណាយឲ្យបានត្រឹមត្រូវការចំណាយដែលកើតឡើងដដែលរួមជាមួយនឹងកម្រិតគ្របដណ្ដប់លើសេវាផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទនៅពេលដែលចំនួនបរិក្ខារហេដ្ឋារចនាសម្ព័ន្ធកើនឡើងក៏តម្រូវឲ្យមានថវិកាកាន់តែច្រើនដើម្បីបន្តដំណើរការថែទាំជួសជុលនិងស្ដារឡើងវិញនៅបរិក្ខារទាំងនោះអាជ្ញាធរដែលជាអ្នកផ្ដល់សេវានិងអ្នកផ្ដល់សេវាមើលឃើញថាខ្លួនកំពុងតែស្ថិតលើដំណើរការដែលមិនចេះចប់ប្រៀបដូចជាកន្លែងមួយកំពុងសាងសង់តែកន្លែងមួយទៀតកំពុងខូចដំណើរការនេះនាំទៅរកភាពជាប់គាំងនៃកម្រិតគ្រប់ដណ្ដប់សេវាផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទការផ្ដល់ហិរញ្ញប្បទានសម្រាប់ចំណាយលើដើមទុនដំបូងដោយមិនយកចិត្តទុកដាក់លើការចំណាយជាប្រចាំគឺដូចជាការដាក់ប្រាក់នៅក្នុងធុងដែលលេចធ្លាយវាមិនបានកើនឡើងនៃការទទួលបានសេវានោះទេដើម្បីធ្វើឲ្យការផ្ដល់សេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទប្រកបដោយនិរន្តរភាពជាពិសេសនៅពេលដែលកម្រិតគ្របដណ្ដប់កើនឡើងជាការសំខាន់ក្នុងការបែងចែកធនធានរវាងការចំណាយលើដើមទុនដំបូងនិងការចំណាយជាប្រចាំឲ្យបានត្រឹមត្រូវ